បាទសូមជំរាបសួរមួយទាំងអស់ជាទីមេត្រីថ្ងៃនេះសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខេត្តសៀមរាបសូមចូលរួមចែករំលែកនិងលើកយកនៅប្រធានបទមួយដែលមានចំណងជើងថាបរាជ័យមិនមែនជាទីបញ្ចប់ទេប៉ុន្តែវាគឺជាការចាប់ផ្ដើមថ្មីអញ្ចឹងខ្ញុំសូមជម្រាបសួរដល់មួយទាំងអស់ដែលទទួលបាននៅលទ្ធផលប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិទាំងអស់ជាទីមេត្រីខ្ញុំសូមចូលរួមអបអរសាទរចំពោះក្មួយទាំងអស់ដែលទើបបានបញ្ចប់ការឆ្លងផុតការសិក្សានៅមធ្យមសិក្សាទុតិយភូមិហើយខ្ញុំដឹងថាក្មួយកំពុងតែគិតគូរជ្រើសរើសទីតាំងកន្លែងសាលារៀនវិទ្យាស្ថានសាកលវិទ្យាល័យដើម្បីបន្តការសិក្សារបស់ក្មួយប៉ុន្តែថ្ងៃនេះខ្ញុំចង់និយាយដល់ឡែកគឺនិយាយទៅកាន់ក្មួយដែលមិនបានទទួលនៅការរំពឹងទុកទទួលលទ្ធផលប្រឡងមធ្យមសិក្សាមិនបានល្អអាចធ្វើឲ្យក្មួយមានអារម្មណ៍ខកចិត្តបាក់ទឹកចិត្តអត់សប្បាយចិត្តលក្ខណៈប៉ុន្តែក្មួយត្រូវជឿជាក់ថាក្មួយមិនបានបរាជ័យទេកុំគិតថាក្មួយបរាជ័យសោះក្មួយមិនបានបរាជ័យទេគឺការបរាជ័យក្នុងការប្រឡងកម្រិតថ្នាក់ជាតិនេះវាជាការចាប់ផ្ដើមមួយដែលអាចជួយឲ្យក្មួយមើលស្គាល់ខ្លួនឯងដឹងខ្លួនឯងពីកំហុសពីបញ្ហាផ្សេងដែលក្មួយបានឆក់ល្វែងពីមុនមកអញ្ចឹងគ្រាន់តែជាសុបិនទូចមួយទេប៉ុន្តែមិនត្រូវឲ្យសុបិនទាំងអស់មកវល់នៅក្នុងអារម្មណ៍របស់យើងធ្វើឲ្យវាដឹកនាំការសម្រេចចិត្តរបស់យើងទេក្មួយត្រូវជឿជាក់ថាការប្រឡងមួយមិនកំណត់នៅអនាគតរបស់ក្មួយទេអ្វីដែលកំណត់នៅអនាគតរបស់ក្មួយគឺជាការអ្វីដែលក្មួយត្រូវចាប់ដើមធ្វើបន្ទាប់ទៀតពីពេលឥឡូវនេះអញ្ចឹងសូមគិតមើលពីភាពជោគជ័យរបស់បុគ្គលមួយចំនួនទៅដែលគេពីដើមដែលអ្នកខ្លះមិនបាននឹងរៀនចប់បាក់ឌុបផងមិនបាននឹងប្រឡងផងកុំថាដល់ប្រឡងធ្លាក់មិនបានរៀនចប់ផងតែគេនៅតែជោគជ័យនៅក្នុងជីវិតអញ្ចឹងគឺជាការតស៊ូតាំងចិត្តចាប់ផ្ដើមធ្វើរហូតគេឆ្លងកាត់ការបរាជ័យច្រើនតែគេយកការបរាជ័យមកធ្វើជាមេរៀនដើម្បីឈានបន្តភាពទៅរកភាពជោគជ័យដូច្នេះថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តឲ្យក្មួយទាំងអស់ក្រោកឈរឡើងហើយនៅទីនេះសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខេត្តសៀមរាបយើងជឿជាក់នៅលើឱកាសទី2របស់ក្មួយហើយជឿជាក់លើសក្តានុពលរបស់ក្មួយបើទោះបីជាក្មួយមិនបានប្រឡងជាប់បាក់ឌុបមែនតែនៅតែជឿជាក់លើសមត្ថភាពរបស់ក្មួយហើយក៏ជាទីកន្លែងដែលផ្ដល់ឱកាសឲ្យក្មួយមានបង្ហាញដល់ខ្លួនឯងដល់គ្រួសារដល់សង្គមថាក្មួយនៅតែមានសមត្ថភាពឈានទៅមុខទៅរកភាពជោគជ័យរបស់ខ្លួនទៅថ្ងៃមុខបានអញ្ចឹងនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខេត្តសៀមរាបយើងមាន2កម្មវិធីមួយគឺជាកម្មវិធីភាសាអង់គ្លេសដើម្បីត្រៀមចូលរៀនថ្នាក់បញ្ញាបត្ររងឬក៏បញ្ញាបត្រហើយកម្មវិធីនេះគឺជាកម្មវិធីល្អមួយដែលជួយឲ្យក្មួយអាចត្រៀមខ្លួនទៅបន្តធ្វើការនៅកន្លែងដទៃដោយប្រើប្រាស់ភាសាអង់គ្លេសបានល្អប្រសើរអាចជួយឲ្យក្មួយបង្កើននៅជំនាញភាសាបង្កើននៅទំនុកចិត្តនិងរៀបចំការសិក្សាកម្រិតថ្នាក់សាកលវិទ្យាល័យបានយ៉ាងល្អប្រសើរអញ្ចឹងយើងក៏មានកម្មវិធីមួយទៀតគឺកម្មវិធីថ្នាក់បរិញ្ញាបត្ររងដែលបរិញ្ញាបត្ររងនេះគឺសម្រាប់អ្នកដែលមិនបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនេះតែម្ដងអញ្ចឹងក្មួយអាចចូលមករៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខេត្តសៀមរាបគឺយើងផ្ដល់ជូននៅការលើកទឹកចិត្តជំរុញដើម្បីឲ្យក្មួយកាន់តែឆ្លាតមានភាពជឿជាក់ជាងមុនឆ្លាតជាងមុនខ្លាំងជាងមុនហើយនឹងមានការតាំងចិត្តបានល្អប្រសើរអញ្ចឹងក្មួយត្រូវចាំកុំបណ្ដោយឲ្យឧបសគ្គទូចមួយដែលទើបកើតមាននេះមករារាំងនៅការសម្រេចចិត្តរបស់ក្មួយសូមអញ្ជើញក្មួយមកចូលរួមជាមួយយើងនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខេត្តសៀមរាបវិនិយោគខ្លួនឯងនៅទីនេះនឹងធ្វើឲ្យក្មួយរៀនបានរីកចម្រើនការរៀនបានល្អប្រសើររីកចម្រើននិងបង្ហាញដល់ពិភពលោកដល់សង្គមដល់ខេត្តរបស់យើងថាយើងមិនមែនជាមនុស្សបរាជ័យទេវាគ្រាន់តែនៅពេលដែលធ្លាក់ពេលនេះគ្រាន់តែជាការចាប់ផ្ដើមទូចមួយតែប៉ុណ្ណោះដែលអាចឈានទៅរកភាពជោគជ័យបានអញ្ចឹងសូមជឿជាក់លើខ្លួនឯងបន្តដំណើរទៅមុខជាមួយសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខេត្តសៀមរាបដើម្បីឲ្យក្តីសុបិនរបស់ក្មួយអាចឈានបានអាចទទួលបានរូបភាពជាក់ស្ដែងយើងសូមស្វាគមន៍នៅការចាប់ផ្ដើមជាថ្មីនៅសាកលវិទ្យាល័យអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណេះហើយ
ត្រៀមខ្លួននឹងទទួលក្មួយទាំងអស់ដែលផ្ដល់ដែលចង់បានព័ត៌មាននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខេត្តសៀមរាបជាពិសេសគឺមេដាបៃតាឬក៏ក្មួយផ្ទាល់ដែលចង់ដឹងព័ត៌មានសូមអញ្ជើញមកទីនេះបាទសូមអរគុណ